ជូនរឿងព្រេងសច្ចៈក្នុងពាក្យភូតផងចៅគួនិងចៅរាយកុមារភាពក្នុងវាលស្រែក្រៀមក្រំកាលពីព្រេងនាយនៅភូមិវាលទឹកភ្នែកមានកុមារ2នាក់ធំដឹងក្តីឡើងក្នុងសភាពខ្សុតខ្សោយបំផុតចៅគួជាក្មេងប្រុសម្នាក់ដែលមានចរិតនឹងធឹងតែមានខ្សែភ្នែកក្រៀមក្រំព្រោះម្ដាយស្លាប់ចោលតាំងពីបៅដោះចំណែកចៅរាយជាក្មេងរហ័សរហួនសម្ដីផ្អែមល្ហែមតែមានរូបរាងស្គមបែកឆ្អឹងជំនាព្រោះគ្រួសារមានបងប្អូនច្រើនកំរនឹងបានបាយពេញក្រពះណាអ្នកទាំងពីរឆ្លោះស្បះស្បាយនៅមុខខ្ទមអ្នកតាភូមិថាទោះក្រទោះមានទោះស្លាប់ក៏មិនបោះបង់គ្នាភាពក្រីក្របានសង្កត់សង្កិនពួកគេតែវាក៏បានបន្សល់ទុកនូវមិត្តភាពដែលរឹងមាំជាងដៃថែបខ្យល់ព្យុះនៃជោគវាសនា10ឆ្នាំកន្លងផុតទៅយុវជនទាំងពីរប្រែជាមានកម្លាំងមាំមួនប៉ុន្តែសំណាងអាក្រក់នៅតែតាមឡងបន្លាចឪពុកចៅគួធ្លាក់ខ្លួនឈឺធ្ងន់ដេកស្លាប់លើកន្ទេលរងចាំតែថ្នាំសង្កូវចំណែកគ្រួសារចៅរាយត្រូវបានគេរឹបអូសយកដីស្រែដែលជាដង្ហើមចុងក្រោយព្រោះតែបំណុលបែលជំពាក់សេដ្ឋីក្នុងភូមិក្នុងភាពតល់ច្រកពួកគេសម្រេចចិត្តធ្វើដំណើរថ្មើរជើងឆ្ពោះទៅកាន់រាជធានីដើម្បីលក់កម្លាំងពលកម្មមុននឹងចេញដំណើរចៅរាយសម្លឹងមើលភ្នែកមិត្តរួចគិតក្នុងចិត្តយ៉ាងស្ងឹតកំបាំងថាបើទៅទាំងពីរនាក់ប្រកាសជាដាច់ពោះស្លាប់កណ្ដាលផ្លូវមិនខានព្រោះយើងគ្មានប្រាក់សុំ3 1រៀលទិញអង្ករផ្ញើទៅផ្ទះលបែងភ្នាល់ជីវិតនៅថ្ងៃទី3នៃការធ្វើដំណើរកណ្ដាលព្រៃដែលពោពេញទៅដោយសម្លេងសត្វយំសោកចៅរាយដែលដើរពីក្រោយក៏ស្រែកហៅមិត្តទាំងដង្ហើមហត់សម្លេងគូអើយឈប់សិនអញគិតឃើញហើយបើយ៉ាងដើរទៅមុខដោយគ្មានអ្វីសង្ឃឹមបែបនេះឪពុកឯងនិងប្អូនអញប្រកាសជាស្លាប់មុនយើងទៅដល់ក្រុងមិនខានឥឡូវយើងមកលេងល្បែងភ្នាល់គិតសន្យាឈាមម្ដងមើលចៅគួងាកមកវិញទាំងងឿងឆ្ងល់ថាល្បែងនេះទៅសម្លាញ់ចៅរាយបង្ខំញញឹមទាំងទឹកភ្នែកដកជាប់រង្វង់ភ្នែកថាយើងភ្នាល់គ្នានិទានរឿងភូតបើអ្នកណានិទានរឿងអ្វីក៏ដោយហើយម្នាក់ទៀតមិនជឿរួចពលពេកខាកុហកអ្នកនោះត្រូវចាញ់ហើយត្រូវខ្លាចជាកញ្ចាស់ដាច់ថ្លៃរបស់ម្នាក់ទៀតអ្នកឈ្នះមានសិទ្ធិយកអ្នកចាញ់ទៅលក់ឲ្យសេដ្ឋីក្នុងក្រុងដើម្បីបានប្រាក់យកមកសង្គ្រោះគ្រួសាររៀងខ្លួនឯងយល់ព្រមទេចៅគួស្រឡឹងកាំងគេដឹងថានេះជាការលះបង់សេរីភាពពេញមួយជីវិតប៉ុន្តែចៅរាយបានលិតជង្គង់អង្វរទាំងយឹមសោកថានេះជាផ្លូវតែមួយគត់ដែលសង្គ្រោះញាក់នោះផ្ទះបានចៅគួក៏យល់ព្រមទាំងឈឺចាប់បំផុតវាចាភូតផដែលបង្កត់ដោយសេចក្តីស្នេហ៍ចៅរាយចាប់ផ្ដើមមុនគេនិយាយរឿងចម្លែករឿងទេវតាជីអណ្ដោហោះរឿងត្រីហាស៊ីបូកូគេនិយាយទាំងញ័រមាត់ព្រោះគេចង់ឲ្យចៅគួស្រែកថាកុហកដើម្បីឲ្យខ្លួនបានក្លាយជាអ្នកបម្រើគេប៉ុន្តែចៅគួដឹងល្បិចមិត្តគេក៏ឆ្លើយទាំងទឹកភ្នែកហួរថាអូពិតមែនហើយសម្លាញ់រឿងនេះអញក៏ធ្លាប់ឃើញដែរការភ្នាល់អូបន្លាយដោយយប់ជ្រៅដល់វេនចៅគួម្ដងគេសម្លឹងមើលមុខមិត្តដែលស្គមស្លេងស្លាំងរួចសម្រាប់ចិត្តពិតភ្នែកនិយាយពាក្យដែលអាក្រក់បំផុតសម្លាញ់គួអញដឹងទេកាលពីមុនឪពុកឯងធ្លាប់មកលួចមាសប្រាំប្រៃតម្លឹងពីផ្ទះអញឥឡូវបំណុលនោះនៅជាប់លើខ្លួនឯងបើឯងមិនសងឯងរកជីកញ្ចាស់របស់ឯងរហូតដល់ស្លាប់តែឯងជឿថារឿងនេះវាពិតមែនទេចៅរាយឮហើយក៏យល់ភ្លាមថាចៅគួកំពុងផ្ដល់កិត្តិយសឲ្យគេចាញ់ដើម្បីឲ្យគេមានកន្លែងស្នាក់នៅមានបាយហូបទោះគឺនាមជាអ្នកបម្រើក៏ដោយចៅរាយក៏សម្រេចចិត្តស្រែកឡើងឲ្យលឺដល់ព្រៃភូមិថាកុហកអញនិយាយកុហកទាំងស្រុងឪពុកអញជាមនុស្សល្អខាបាយបាក់នឹងវិបរិស័យតាមកិច្ចសន្យាចៅគួត្រូវនាំចៅរាយទៅលក់នៅភូមិគ្រឹះសេដ្ឋីម្នាក់ក្នុងរាជធានីនៅថ្ងៃដែលចៅគួទទួលថង់ប្រាក់ពីសេដ្ឋីគេមានអារម្មណ៍ថាថង់ប្រាក់នោះក្តៅដូចរងើភ្លើនគេញាក់មកមើលមុខចៅរាយជាលើចុងក្រោយចៅរាយញញឹមដាក់បិទទាំងទឹកភ្នែករួចពោលតិចថាទៅចៅសម្លាញ់ទៅសង្គ្រោះឪពុកឯងចុះអញនៅទីនេះសុខសប្បាយទេចៅគួដើរត្រឡប់ទៅភូមិវិញទាំងសង្រេងគេយ៉ាក់លួយទៅមើលជំងឺឪពុកនិងទិញស្រែឲ្យគ្រួសារចៅរាយវិញទាំងអស់គេមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ
ប៉ុន្តែបេះដូងគេប្រៀបដូចជាទីបញ្ជូរសពគេរើនៅគៀងនិមានប៉ុន្តែមានអារម្មណ៍ថាខ្លួនឯងគឺជាអ្នកទោសនៃមិត្តភាពបញ្ចប់សោកនាដកម្មរបស់រឿងចៅគួនិងចៅរាយក្នុងកំណេតនេះបង្ហាញថាក្នុងโลกនេះគ្មានអ្វីអស្ចារ្យជាងការលះបង់ដើម្បីអ្នកដទៃទេពីកុហកជួនកាលត្រូវបានគេប្រើដើម្បីការពារការពិតដ៏ឈឺចាប់និងការឈ្នះក្នុងល្បែងភ្នាល់ជួនកាលគឺជាបរាជ័យដ៏ធំធេងនៃជីវិត